khơi trong sọt nó đấy này. Mà nha còn có mạ sữa xanh rủi rau. Mềm mềm nha. Mà mạ hay mạ sữa cái trụ mọn mà bọc tục bán rồi còn tục bán bọc khá á. ជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ញ៉ាំថ្ងៃហ្នឹងណាគឺខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺបែបលក់តែម្ដងនិយាយទៅពីសម្រាប់ផ្ទះខ្ញុំវិញគឺនិយាយពីចូលចិត្តលក់ចូលចិត្តលក់បងប្អូនចាគឺមុខម្ហូបមួយមុខនេះគឺគេហៅថាបុកម្ទេសណាបងប្អូនឬក៏បុកប្រហុកចាគ្រឿងផ្សំគឺងាយៗទេបងប្អូនចាគឺមានតែខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងប្រហុកហ្នឹងឯងបងប្អូនចាហើយបើសិនជាបងប្អូនអត់ដឹងពីវិធីនៃការបកខ្ទឹមស្រួលបងប្អូនចាខ្ទឹមបកស្រួលគឺយើងយកខ្ទឹមមកត្រាំទឹកហើយជាកន្លះថ្ងៃអីចឹងទៅហើយចាប់ដើមយើងយកមកបកបងប្អូនហើយចាគឺស្រួលមែនទែនគឺស្រួលដូចបកចេកទុំអញ្ចឹងណាបងប្អូនចាហើយគឺបកលឿនទៀតគឺគ្រាន់តែយើងយកតែក្បិតកាត់តកុលបន្តិចមកគឺយើងយកតែឆ្កឹះបន្តិចគឺល្បើតែម្ដងហើយនិយាយទៅខ្ទឹមបកច្រើនប៉ុណ្ណាក៏អត់ខ្ជិលដែរបងប្អូនដោយសារតែបកស្រួលមែនទែនតែម្ដងណាចាបន្ទាប់ពីខ្ញុំមានគ្រឿងផ្សំឲ្យរួចរាល់ណាបងប្អូនចាជាដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមយកខ្ទឹមសខ្ទឹមក្រហមហើយនៅម្ទេសហ្នឹងមកលីងបងប្អូនចាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តហិលមកល្មមអញ្ចឹងគឺខ្ញុំប្រើម្ទេសម៉ាឡេដើម្បីបន្ថែមពណ៌ឲ្យឡើងក្រហមបងប្អូនចាបន្ទាប់ពីខ្ញុំលីងម្ទេសឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមយកប្រហុកមកដាក់អាំងហើយសម្រាប់ប្រហុករបស់ខ្ញុំអាំងនេះគឺខ្ញុំខ្ចប់ជាមួយនឹងស្លឹកល្មៀតបងប្អូនចាឥឡូវម្ទេសរបស់ខ្ញុំក៏ឆ្អិនរួចរាល់ហើយខ្ញុំជាមួយនឹងក្រូចឆ្មាគឺខ្ញុំចិតឲ្យរួចរាល់បងប្អូនចាហើយសម្រាប់ប្រហុកអាំងរបស់ខ្ញុំគឺរួចរាល់ដូចគ្នាបងដែរអញ្ចឹងគឺចាប់ផ្ដើមយកត្បាល់មកចាបងប្អូននិយាយទៅមុខម្ហូបមួយមុខនេះគឺស្រួលមែនតែនតែម្ដងណាបងប្អូនចាគឺអត់ចំណាយអីច្រើនទេបងប្អូនហើយដូចខ្ញុំនិយាយអញ្ចឹងហើយនិយាយថាបើសិនជាយើងយកចិត្តណាបុកទុកបានញ៉ាំបានរាប់ខែបងប្អូនថ្ងៃណានឹកឃើញចង់ញ៉ាំលក់ដួសតែដាក់ចានតិចមកចាំបាច់ក្រូចឆ្មាបន្ថែមមកគឺអាចញ៉ាំបានហើយសម្រាប់ខ្ញុំក្រូចឆ្មាគឺខ្ញុំដាក់មកល្មមឯងបងប្អូនអត់ដាក់ច្រើនទេដោយសារតែពេលដែលយើងចង់ញ៉ាំលើក្រោយយើងដួសមកយើងអាចច្បាច់ក្រូចឆ្មាបន្ថែមណាហើយខ្ញុំបុកឲ្យបែបម៉ត់បែបល្បាយប៉ុណ្នេះមកចាបន្ទាប់ពីបុកខ្ទឹមហើយនឹងម្ទេសម៉ត់ហើយរួចរាល់ណាបងប្អូនចាគឺទើបខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប្រហុកចូលហើយសម្រាប់ប្រហុកនេះខ្ញុំដាក់រៀងច្រើនបន្តិចឲ្យបងប្អូនហើយស្លឹកដែលខ្ញុំយកមកខ្ចប់អាំងនេះគឺខ្ញុំខ្ចប់ជាមួយនឹងស្លឹករមៀតបងប្អូនឲ្យនិយាយថាពីឈ្ងុយមែនតើខ្ញុំមិនដែលខ្ចប់ជាមួយនឹងស្លឹករមៀតទេបងប្អូនចាទើបទៅជាលើកទី1ទេអញ្ចឹងមិនចាស់ចាស់គាត់ថាចេងអាំងប្រហុកនឹងស្លឹករមៀតអាំងប្រហុកនឹងស្លឹករមៀតគឺឈ្ងុយចាឈ្ងុយពិតមែនបងប្អូនចាអាំងប្រហុកនឹងស្លឹករមៀតនេះគឺឈ្ងុយមែនតែម្ដងហើយឥឡូវប្រហុកខ្ញុំគឺខ្ញុំចាប់ផ្ដើមដួសដាក់ចូលជាមួយនៅក្នុងខ្ទឹមបុករបស់ខ្ញុំហើយពេលដែលដាក់ប្រហុកហើយរួចរាល់ណាបងប្អូនចាគឺខ្ញុំចាប់ផ្ដើមដាក់ស្ករប៊ីចេងចូលជាមួយនឹងគ្នាដើម្បីបុកតែម្ដងបងប្អូនចាគឺយើងដាក់គ្រឿងចូលតែម្ដងដើម្បីឲ្យវាជាការស្រេចតែម្ដងពេលដែលបុកខ្ទឹមបុកអីចូលជាមួយគ្នាច្របល់ជាមួយនឹងប្រហុកហើយនឹងស្ករប៊ីចេងហើយម៉ត់ចូលគ្នាណាបងប្អូនចាចូលសព្វសាច់តែមួយទើបខ្ញុំចាប់ផ្ដើមយកក្រូចឆ្មាមកច្បាច់ចូលតែម្ដងបងប្អូនចាក្រូចឆ្មាគឺជាកូនពៅឲ្យដាក់ចុងក្រោយគេឲ្យបងប្អូនចាហើយសម្រាប់បុករបស់ខ្ញុំនេះគឺរួចរាល់ហើយបងប្អូនប៉ុណ្ណឹងគឺអាចញ៉ាំបានហើយគឺចាប់ផ្ដើមដួសដាក់ចានតែម្ដងបុករបស់ខ្ញុំរួចរាល់ហើយបងប្អូនអើយនិយាយថាពីតំណងណានិយាយថាបានបាយក្តៅឬក៏បាយកកអីណាចាហើយត្រូវមេឃត្រជាក់ទៀតហ្នឹងគឺតំណងមែនតើហើយបើសិនជាយើងមានជាមួយនឹងត្រីអាំងយកមកញ៉ាំជាមួយឬក៏ជាមួយនឹងត្រីឆ្អើរទៀតឆ្ងាញ់ផុតហ្មងគឺរួចរាល់ហើយមុខម្ហូបចុះបាយតែមិនសូវជាចុះលុយទេបងប្អូនចាដោយសារយើងបុកតែម្ទេសក្រហមម្ទេសសហើយនឹងប្រហុកទេបងប្អូនឥឡូវជាមួយខ្ញុំភ្លក់ឲ្យមើលជាមួយនឹងតកួនដុតកុំនេះស្រួយរាវហ្មងណាអើយមួយម៉ាត់បើឃើញចង់ស្រក់ទឹកមាត់ហ្នឹងមកញ៉ាំបងប្អូនម៉ាក់សិនស្រួយរាវហ្នឹងមែនញ៉ាំម៉ាក់ឲ្យម៉ាក់ទៀតគឺជក់មាត់ហ្មងបុកទុកបានបងប្អូនទុកបានរាប់ខែខាងហើយសម្រាប់លក់គឺខ្ញុំមានតែប៉ុណ្្នឹងមកឲ្យបងប្អូនចាជិះខាងមែនចាអរគុណច្រើនសម្រាប់បងប្អូនទស្សនាការជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ